បាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះថ្ងៃទី29ខែ5បាទឥឡូវនេះម៉ោង5:36នាទីហើយអញ្ចឹងខ្ញុំត្រូវចេញទៅពលានយន្តហោះដោយសារត្រូវ boarding ម៉ោង8បាទថ្ងៃនេះគឺថ្ងៃដែលពេទ្យគាត់ណាត់ក្រោយពីយើងបានព្យាបាលភ្នែកពីរុនបាតភ្នែកកាលពី2សប្តាហ៍មុនណាយើងបានព្យាបាលកាលពី2សប្តាហ៍មុនគឺពាក់ព័ន្ធជាមួយនឹងរុនបាតភ្នែកហើយនឹងកញ្ចក់ភ្នែកស្ដើងអញ្ចឹងឥឡូវនេះពេទ្យគេណាត់ check up រយៈពេល2សប្តាហ៍ក្រោយពេលយើងបាញ់ laser ព្យាបាលអញ្ចឹងចង់ដឹងថាតើការព្យាបាលហ្នឹងវាបានជោគជ័យកម្រិតណាតើបងប្អូនយើងទៅជាមួយខ្ញុំទាំងអស់គ្នាអរគុណបាទខ្ញុំសម្រេចបាទខ្ញុំបានយកឡានមកអញ្ចឹងខ្ញុំត្រូវចូលចតបាទខ្ញុំត្រូវចូលចតដោយសារតែខ្ញុំត្រូវផ្ញើទុកនៅពលានយន្តហោះហើយល្ងាចបានខ្ញុំមកពីថៃវិញខ្ញុំយកទៅវិញខ្ញុំអត់បានយកឡានអត់បានទុកឡាននៅផ្ទះទេយកឡានមកដឹងថាអស់ប្រហែលនេះថ្លៃចំណតនេះចាំមើលល្ងាចពេលដែលយើងមកវិញគុណគូលុយបងប្អូនដឹងថាតើអស់ប៉ុន្មានសូមជួយខមមិនប្រាប់ទាំងអស់គ្នាផង